បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ាមានវីដេអូថ្មីមួយទៀតដើម្បីមកធ្វើចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការយករូបភាពទៅដាក់នៅក្នុង logo គម្រោង project Phonon Echo បាទដើម្បីយើងទៅដាក់ធ្វើជា profile នឹងឲ្យសម្រាប់ដាក់តាំងនៅក្នុង Facebook អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងដើម្បីយើងទៅយកនៅ logo នឹងបានបងប្អូនចូលទៅក្នុង Google បងប្អូនចុចចូលក្នុង Google ទៅបន្ទាប់ពីបងប្អូនចុចចូលទៅក្នុង Google ហើយបងប្អូនមើលត្រង់ចំណុចលើនេះបាទគេដាក់ពាក្យថា search បងប្អូនណានេះអញ្ចឹងបងប្អូនគាត់ចុចទៅលើពាក្យ search អញ្ចឹងទៅបាទបន្ទាប់ពីចុចពាក្យ search ហើយបងប្អូនត្រូវវាយពាក្យ project Phonon Echo logo បាទដើម្បីយើងទៅយក logo អញ្ចឹងបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងចំពោះខ្ញុំគឺខ្ញុំមានស្រាប់ហើយខាងក្រោមនេះបងប្អូនទាំងគ្នាខ្ញុំមានស្រាប់ហើយតែសារតែខ្ញុំអត់តន់វាយគឺវាលូតចេញមកតែម្ដងអញ្ចឹងណាបងប្អូន